បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងទៅរៀនអំពីពាក្យដែលតាក់ទងនឹងរបស់ញ៉ាំជាច្រើនដែលតាក់ទងនឹងភាសាចិនដែលយើងប្រើប្រាស់ប្រចាំថ្ងៃណាបាទអញ្ចឹងកុំភ្លេចតាមដានពីដើមរហូតដល់ចប់ជាមួយខ្ញុំបាទសម្រាប់ពាក្យមួយនេះគឺយើងអានថាភីសាបាទប្រែថាភីសាអក្សរ P ជាសលេងទី1ដែលយើងអានសលេងស្មើបាទ P P ហើយអក្សរសាជាសលេងទី5ដែលយើងអានសលេងខ្លីបាទហើយស្រាលសាអញ្ចឹងពាក្យពីរហ្នឹងយើងអានចូលគ្នាមកថាភីសាបាទប្រែថាភីសាបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាខាហ្វេបាទប្រែថាកាហ្វេបាទសខាជាសលេងទី1ដែលយើងអានសលេងស្មើខាបាទហើយសហ្វេបាទក៏ជាសលេងទី1ដែរដែលយើងអានសលេងស្មើហ្វេខាហ្វេបាទប្រែថាកាហ្វេបាទហើយសម្រាប់ពាក្យបន្ទាប់នេះដែរគឺយើងអានថាខ្វាង泉水បាទប្រែថាទឹកសុទ្ធបាទអក្សរខ្វាងជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះអានថាខ្វាងហើយអក្សរ泉ជាសលេងទី2ដែលយើងអានសលេងអូសឡើងលើបាទ泉បាទហើយអក្សរ水ជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើ水អញ្ចឹងអក្សរ3ហ្នឹងគឺយើងអានចូលគ្នាមកថាខ្វាង泉水បាទប្រែថាទឹកសុទ្ធបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាចិនជូណៃឆាបាទប្រែថាតែគុជបាទអក្សរចិនជាសលេងទី1ដែលយើងអានសលេងស្មើបាទអានថាចិនហើយអក្សរជូបាទជាសលេងទី1ដែរដែលយើងអានសលេងស្មើអានថាជូហើយអក្សរណៃបាទជាសលេងទី3ដែលយើងអានសលេងបាទសង្កត់ចុះហើយអូសឡើងលើអានថាណៃហើយអក្សរឆាជាសលេងទី2ដែលយើងអានសលេងអូសឡើងលើអានថាឆាអញ្ចឹងពាក្យទាំង4ហ្នឹងអានថាចិនជូណៃឆាបាទប្រែថាតែគុជបាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាណៃឆាបាទប្រែថាតែទឹកដោះគោអក្សរណៃបាទជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើណៃបាទហើយអក្សរឆាជាសលេងទី2ដែលយើងអានសលេងអូសឡើងលើបាទអានថាឆាចឹងអាពាក្យពីរហ្នឹងគឺយើងអានចូលគ្នាមកថាណៃឆាបាទប្រែថាតែទឹកដោះគោបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាសួយបាទប្រែថាទឹកអក្សរសួយជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើបាទអានថាសួយបាទប្រែថាទឹកបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថានាវណាយបាទប្រែថាទឹកដោះគោបាទអក្សរនាវជាសលេងទី2ដែលយើងអានសលេងអូសឡើងលើបាទអានថានាវហើយអក្សរណាយបាទជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើបាទអានថាណាយអញ្ចឹងអក្សរពីរហ្នឹងគឺយើងអានចូលគ្នាមកថានាវណាយបាទប្រែថាទឹកដោះគោបាទហើយសម្រាប់ពាក្យនេះបន្តមកទៀតយើងអានថាហាន់ប៉ោហាន់ប៉ោបាទប្រែថា hamburger បាទអក្សរហាន់ជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះបាទអានថាហាន់ហើយអក្សរប៉ោជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើប៉ោបាទ
អក្សរប៉ោចុងក្រោយគេហ្នឹងគឺជាសលេងទី1ដែលយើងអានសលេងស្មើប៉ោប៉ោអញ្ចឹងអក្សរ3ហ្នឹងគឺយើងអានចូលគ្នាមកថាហាន់ប៉ោប៉ោហាន់ប៉ោប៉ោបាទប្រែថា hamburger បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងទៅរៀនអំពីពាក្យដែលតាក់ទងនឹងរបស់ញ៉ាំជាច្រើនដែលតាក់ទងនឹងភាសាចិនដែលយើងប្រើប្រាស់ប្រចាំថ្ងៃណាបាទអញ្ចឹងកុំភ្លេចតាមដានពីដើមរហូតដល់ចប់ជាមួយខ្ញុំបាទសម្រាប់ពាក្យមួយនេះគឺយើងអានថា pizza pizza បាទប្រែថា pizza អក្សរ p ជាសលេងទី1ដែលយើងអានសលេងស្មើបាទ p p ហើយអក្សរសាជាសលេងទី5ដែលយើងអានសលេងខ្លីបាទហើយស្រាលសាអញ្ចឹងពាក្យពីរហ្នឹងយើងអានចូលគ្នាមកថា pizza pizza បាទប្រែថា pizza បាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថា cafe cafe បាទប្រែថាកាហ្វេបាទសរខាជាសលេងទី1ដែលយើងអានសលេងស្មើខាបាទហើយអក្សរហ្វៃបាទក៏ជាសលេងទី1ដែរដែលយើងអានសលេងស្មើហ្វៃកាហ្វេបាទប្រែថាកាហ្វេបាទហើយសម្រាប់ពាក្យបន្ទាប់នេះដែរគឺយើងអានថាខ្វាងឈឿនស៊ុយខ្វាងឈឿនស៊ុយបាទប្រែថាទឹកសុទ្ធបាទអក្សរខ្វាងជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះអានថាខ្វាងហើយអក្សរឈឿនជាសលេងទី2ដែលយើងអានសលេងអូឡើងលើបាទឈឿនបាទហើយអក្សរស៊ុយជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើស៊ុយអញ្ចឹងអក្សរ3ហ្នឹងគឺយើងអានចូលគ្នាមកថាខ្វាងឈឿនស៊ុយបាទប្រែថាទឹកសុទ្ធបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាចិនជូណៃឆាចិនជូណៃឆាបាទប្រែថាតែគុជបាទអក្សរចិនជាសលេងទី1ដែលយើងអានសលេងស្មើបាទអានថាចិនហើយអក្សរជូបាទជាសលេងទី1ដែរដែលយើងអានសលេងស្មើអានថាជូហើយអក្សរណៃបាទជាសលេងទី3ដែលយើងអានសលេងបាទសង្កត់ចុះហើយអូសឡើងលើអានថាណៃហើយអក្សរឆាជាសលេងទី2ដែលយើងអានសលេងអូសឡើងលើអានថាឆាអញ្ចឹងពាក្យទាំង4ហ្នឹងអានថាចិនជូណៃឆាចិនជូណៃឆាបាទប្រែថាតែគុជបាទហើយសម្រាប់ពាក្យមួយនេះគឺយើងអានថាណៃឆាបាទប្រែថាតែទឹកដោះគោអក្សរណៃបាទជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើណៃបាទហើយអក្សរឆាជាសលេងទី2ដែលយើងអានសលេងអូសឡើងលើបាទអានថាឆាអញ្ចឹងអាពាក្យពីរហ្នឹងគឺយើងអានចូលគ្នាមកថាណៃឆាបាទប្រែថាតែទឹកដោះគោបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថាសួយបាទប្រែថាទឹកអក្សរសួយជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើបាទអានថាសួយបាទប្រែថាទឹកបាទហើយបន្តមកទៀតពាក្យមួយនេះគឺយើងអានថានាវណាយបាទប្រែថាទឹកដោះគោបាទអក្សរនាវជាសលេងទី2ដែលយើងអានសលេងអូសឡើងលើបាទអានថានាវហើយអក្សរណាយបាទជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើបាទអានថាណាយអញ្ចឹងអក្សរពីរហ្នឹងគឺយើងអានចូលគ្នាមកថានាវណាយបាទប្រែថាទឹកដោះគោបាទហើយសម្រាប់ពាក្យនេះបន្តមកទៀតយើងអានថាហាន់ប៉ោហាន់
ប៉ោប៉ោហាន់ប៉ោប៉ោបាទប្រែថា hamburger បាទអក្សរហាន់ជាសលេងទី4ដែលយើងអានសលេងសង្កត់ចុះបាទអានថាហាន់ហាន់ហើយអក្សរប៉ោជាសលេងទី3ដែលយើងអានសលេងសង្កត់ចុះហើយអូសឡើងលើប៉ោប៉ោបាទអក្សរប៉ោចុងក្រោយគេហ្នឹងគឺជាសលេងទី1ដែលយើងអានសលេងស្មើប៉ោប៉ោអញ្ចឹងអក្សរ3ហ្នឹងគឺយើងអានចូលគ្នាមកថាហាន់ប៉ោប៉ោហាន់ប៉ោប៉ោបាទប្រែថា hamburger